ស្រុកសំឡូតស្រុកសំឡូតជាគោលដៅទេសចរថ្មីមួយដែលក្លាយជាទេសចរដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរបានគ្រប់រដូវកាលតែម្ដងស្រុកសំឡូតគឺសម្បូរទៅដោយធនធានធម្មជាតិនិងចម្ការដូច្នេះហើយគឺជំរុញឲ្យមានការប្រែក្លាយចម្ការរបស់បងប្អូនប្រជាពលរដ្ឋកសិទេសចរហើយស្រុកសំឡូតក៏មានសក្តានុពលធម្មជាតិដូចជាជួរភ្នំបឹងបួរជាពិសេសទេសចរយើងគឺក៏ចូលចិត្តទៅកម្សាន្តនៅលេងទឹកហើយនៅតំបន់ស្រុកសំឡូតនេះគឺមានប្រភពទឹកស្អាតមែនទែនរីកលេចទៅមើលដំរីសតវិញគឺថាឥឡូវនេះមានច្រើនមែនទែននៅក្នុងស្រុកសំឡូតយើងនេះហើយថ្ងៃនេះគឺខ្ញុំបានមកលេងនៅខាងសំឡូតរីសតហើយក៏បានសម្រាប់មួយយប់ដែរគឺទេសភាពនៅទីនេះ360ដឺក្រេប៉ត់ជុំវិញទៅដោយភ្នំហ្មងមានទាំងធម្មជាតិមានទាំងដំណាំចម្ការរបស់បងប្អូនប្រជាពលរដ្ឋហើយសង្កេតឃើញថាដំណាំនៅទីនេះគឺរដូវកាលទុរេនគឺមានទុរេនមានសាវម៉ាវហើយរដូវកាលនេះគឺសម្បូរទៅដោយចេកព្រៃផងដែរដែលអាចយកទៅធ្វើថ្នាំកាពះក៏បានយកទៅត្រាំជាស្រាញ៉ាំក៏បានដូចគ្នាដែរបងហើយទេសភាពនៅទីនេះគឺថាព្រឹកព្រលឹមឡើងអញ្ចេះគឺថាចុះអាប់ស្អាតមែនទែនហើយត្រជាក់ខ្លាំងណាស់បងបើសិនជាមកនៃរដូវកាលខែកដឹកនេះវិញគឺកាន់តែអែមមានដៃគូដៃកង់មកជាមួយអីចឹងគឺថាកោបសេរីតែម្ដងហ្មងហើយទេសភាពលើភ្នំហើយត្រជាក់បែបនេះថ្ងៃខ្លះគឺមានភ្លៀងទៀតអញ្ចឹងណាបើមកខែត្រជាក់ពេកមេឃចុះអាប់ជុំវិលលើកន្លែងរីសតបន្ទប់យើងដេកនឹងផ្ទាល់តែម្ដងហើយគួរបញ្ជាក់ផងដែរស្រុកសំឡុតគឺមានតំបន់ទេសចរសំខាន់ដូចជាមានទឹកធ្លាក់ថ្មដាចំការទុរេនស្ទឹងកញ្ញុងសហគមន៍អេកូទេសចរអូជាំនិងតំបន់កសិទេសចរជាច្រើនកន្លែងទៀតផងដែរបើដល់ខែទុរេនវិញគឺថាចំការទុរេនមានច្រើនណាស់ចំការទុរេនតាម៉ាប់អីគឺថាល្បីឈ្មោះណាស់នៅខាងសំឡូតចាស់សំឡូតអីហ្នឹងបងហើយម្ចាស់រីសតសំឡូតរីសតនេះក៏គាត់មានចំការទុរេនដូចគ្នាផងដែរហើយនៅសំឡូតរីសតនេះគឺមានបន្ទប់ច្រើនមែនទែនជំរើសសម្រាប់ជូនបងប្អូនអញ្ចឹងណាហើយខ្ញុំទៅថ្ងៃនេះគឺគាត់ថាប្រាប់ថាគាត់មាននឹងអាប់ដេតរដូវកាលថ្មីនេះគឺមានជាប្រភេទអាងហែលទឹកនៅលើកំពូលភ្នំនឹងទៀតនិយាយទៅកាន់តែអែមតែម្ដងបងអើយនិយាយទៅគឺកាន់តែស្អាតហើយចាំមើលទៅហើយកុំភ្លេចមកលេងទាំងអស់គ្នាស្រូបយកនៅក្លិនធម្មជាតិព្រៃភ្នំជលំឧបតាអីអញ្ចឹងណាបងហើយឃើញមានខាងក្រោមនេះសិតតែចំការទុរេនរបស់បងប្អូនប្រជាពលរដ្ឋយើងគឺស្អាតមែនទែនមានទាំងទុរេនមានទាំងពោតមានទាំងអីគឺគ្រប់សពបែបយ៉ាងតែម្ដងហើយបានឃើញពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះគឺថាមួយយ៉ាងរីឡែកជាមួយនឹងធម្មជាតិជាមួយនឹងក្លិនបរិយាកាសព្រៃភ្នំអីអញ្ចឹងណាអត់មានផ្សែងពុលមានអីទេគឺថាស្រស់ស្រាយខ្លាំងមែនទែនតែម្ដងបងអើយហើយមូលហេតុដែលខ្ញុំបានមកសំឡូតរីសតថ្ងៃនេះគឺដោយសារថ្ងៃស្អែកគឺព្រឹកឡើងគឺខ្ញុំត្រូវទៅកឋិននៅវត្តអូរក្រោះអញ្ចឹងណាបងអញ្ចឹងបានខ្ញុំមកសម្រាប់នៅទីនេះហើយព្រឹកឡើងគឺយើងរៀបចំចេញទៅធ្វើបុណ្យនៅកឋិនវត្តអូរក្រោះនឹងតែម្ដងហើយនេះជាថតពីចេញពីទូរស័ព្ទបងគាត់ថាអូយទេសភាពអត់មានកាយ color កាយអីទេបងគឺអញ្ចឹងហ្មងគឺស្អាតខ្លាំងហ្មងហើយមេឃចុះអាប់អញ្ចឹងទៀតណាគឺថាអូយអង្គុយស្រូបក្លិនធម្មជាតិមកគឺថា fresh ខ្លាំងមែនតែម្ដងហើយនិយាយទៅយើងទៅនឹងលេងហ្នឹងបើប៉ុនពេលយប់គឺយើងអាចឈៀជាមួយនឹងកែនស្បឹកមួយអីអញ្ចឹងណាយើងមានគឺជាមួយនឹងភេសជ្ជៈកែនស្បឹកជាមួយនឹងគ្រឿងក្លែមគ្រឿងអីដែលច្រកឲ្យបាត់ដំបងនេះទៅគឺថាអេមតែម្ដងបងអើយថ្ងៃនេះគឺថាមានជាប្រភេទមន់ដុតហើយមានជាប្រភេទជើងទាអប់ឆ្នាំចិនតាមអីអញ្ចឹងណាហើយយើងអប់ចេះហើយយើងយកមកកដៅដាក់ជាមួយនឹងកែនស្បឹកទៀតមកឲ្យជើងទាជើងអីយើងគឺកាន់តែផុយល្អតែម្ដងគឺថាអូយបង្កើនរសជាតិអាហារកាន់តែឈ្ងុយឆ្ងាញ់ណាកុំភ្លេចដាក់កែនស្បឹកអញ្ចឹងដូចខ្ញុំមកហើយដាក់ជេបជាមួយនឹងកែនស្បឹកតិចមកអេមណាស់បងប្អូនអើយហើយទីគឺថាមេយប់ឡើងគឺថាត្រជាក់ស្រួលមែនតែនហ្មងអញ្ចឹងអាចអង្គុយលហើយរីឡែកជាមួយនឹងកែនស្បឹកអីចឹងណាមុនយើងចូលសម្រាប់អញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងណាដែលចង់ទៅលេងស្រុកសំឡូតហើយចង់ទៅសម្រាប់នៅសំឡូតរីសតគឺអាចអញ្ជើញទៅបានបងចាំខ្ញុំដាក់លេខទូរស័ព្ទគាត់ហើយក៏ link នៅ location អីចឹងនៅក្នុង comment អញ្ចឹងណាបងហើយទីតាំងគេស្អាតមែនបងប្អូននិយាយទៅ fresh ហ្មងហើយបន្ទប់មានទាំងម៉ាស៊ីនត្រជាក់មានទាំងចង្ហាន់ធម្មតាចង់បានគេងជាមួយនឹងធម្មជាតិធម្មអីចឹងក៏បានដូចគ្នាចង់បានម៉ាស៊ីនត្រជាក់ក៏គេបន្ទប់គេមានដូចគ្នាដែរបងហើយកន្លែងនេះគឺមានចក្រានអាំងសាច់មានអីថានៅក្រៅវេរ៉ង់ដាអីហ្នឹងអញ្ចឹងណាមានតុមានអីសម្រាប់អង្គុយយើងឈៀលេងសប្បាយបានដូចគ្នាហើយអូយស្អាតណាស់បងអើយកុំភ្លេចទៅលេងសំឡូតយើងគឺថាទេសភាពអត់ចាញ់គេប្រហែលទេស្រុកគេប្រហែលទេគឺថាស្អាតខ្លាំងមែនទែនយើងយកលុយមកចាយក្នុងស្រុកយើងគឺថាចំណូលកើនដល់បងប្អូនប្រជាពលរដ្ឋយើងហើយសេដ្ឋកិច្ចក្នុងស្រុកយើងក៏កាន់តែរីកចម្រើនហើយប្រទេសយើងក៏កាន់តែរីកចម្រើនដូចគ្នាដែរអញ្ចឹងអូយសប្បាយចាអាចទៅលេងសំឡូតបានណាបងហើយនេះអូយឆ្កែនេះរីឡែកសាហាវមែនទែនហ្មងគឺជីវិតគេ enjoy ណាស់នៅតំបន់ព្រៃភ្នំរបស់អីចេះណាពួកអីវាអត់មានអីផ្សែងពុលផ្សែងអីដូចយើងនៅទីក្រុងទេហើយសិតតែធម្មជាតិសុទ្ធតែម្ដងដំណាំចម្ការហើយជាពិសេសត្រីសាច់អីគឺសម្បូរធម្មជាតិណាស់នៅទីនេះហើយមានជាប្រភេទព្រឹកឡើងគាត់ធ្វើបបរសក់ឲ្យយើងញ៉ាំទៀតនេះហើយនេះជាស្រាចេកខ្ចីរបស់គាត់អញ្ចឹងបងវីដេអូគឺមានតែប៉ុណ្្នឹងឯង Goodbye បង